ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំបមារម្មណ៍អ្នកទាំងអស់គ្នាទៅមើលទេសភាពពីការធ្វើដំណើរទៅសាលានុវិទ្យាល័យរអាងកំកាំងនេះគឺជាទេសភាពវាលស្រែពួកខ្ញុំបានជីកាត់វាលស្រែហើយនេះគឺជាបឹងខ្ញុំជីកាត់តាមវាលស្រែទេសភាពថ្ងៃនេះមេឃក៏មិនសូវជាអំណោយផលប្រមាណដែរខ្ញុំជីកាត់សាលាបឋមសិក្សាបឹងនេះគឺជាផ្លូវមួយដែលរដូវប្រាំងគឺពួកខ្ញុំជីតាមនេះហើយនឹងមានផ្លូវមួយទៀតដែលពួកខ្ញុំជីនៅរដូវវស្សានៅពេលទឹកឡើងផ្លូវនៅខាងនេះមិនសូវជាល្អប៉ុន្មានទេគឺសម្រាប់តែធ្វើដំណើរនៅពេលដែលខែប្រាំងនេះគឺជាអូមួយដែលគេហៅថាអូម៉ោងដែលពួកខ្ញុំបានជីឆ្លងកាត់នៅពេលដែលទឹកឡើងពួកខ្ញុំមិនអាចឆ្លងកាត់បានទេហើយពួកខ្ញុំធ្វើដំណើរជីចូលទៅអូមួយទៀតទៅឆ្លងផុតនេះគឺជាអូធំពួកខ្ញុំបានឡើងមកលើផ្លូវធ្លាវិញហើយពេលដល់ផ្លូវកែងពួកខ្ញុំបានកែងទៅខាងជើងពួកខ្ញុំបានជីកាត់សាលាឃុំរអាងបន្ទាប់មកយើងឃើញខ្លងទ្វារវត្តហើយក៏ចូលទៅក្នុងខ្លងទ្វារវត្តផ្លូវទៅសាលាខ្ញុំនេះគឺមានផ្លូវបេតុងដែលនៅអមសងខាងផ្លូវអ្នកភូមិបានដាំផ្កាដើម្បីលម្អទៅត្រង់គឺជាផ្លូវទៅវត្តហើយកាច់មកខាងត្បូងគឺជាផ្លូវទៅសាលារបស់នាងខ្ញុំហើយនេះគឺជាខ្លងទ្វារដែលយើងរកគ្នាបានឆ្លងកាត់នេះគឺជាផ្លូវបេតុងសម្រាប់ចូលសាលារៀននេះគឺជាបរិវេណសាលារៀនរបស់យើងទាំងអស់គ្នានៅអនុវិទ្យាល័យរអាងកំកាំងថ្ងៃនេះពួកខ្ញុំមកពលកម្មដោយសារថ្នាក់ទី7ថ្នាក់ទី8គេប្រឡងនេះគឺជារោងកង់នៅក្នុងសាលាខ្ញុំហើយនេះគឺជាតារាងបាល់សម្រាប់ពួកយើងហាត់កីឡានៅម៉ោងកីឡានៅក្នុងសាលាយើងនេះគឺមានដំណាំដើមចន្ទីផងដែរនេះគឺជាសកម្មភាពនៅពេលដែលពួកយើងពលកម្មពួកយើងមកពុំមេឃចន្ទីដើម្បីយកទៅចោលហើយនេះគឺជាបរិវេណនៅអមសងខាងទង់ជាតិដែលយើងគោរពរាល់ព្រឹកនេះគឺជាកន្លែងផ្កាសួនផ្កាដែលពួកយើងបានដាំហើយថែទាំវាយើងក្រឡេកមើលទៅការ៉ូឡាគឺបានគ្រប់មុខថ្នាក់អស់ហើយនេះគឺជាពំនូខ្សាច់ដែលបំរុងនឹងចាក់សាបនៅក្នុងបន្ទប់នេះគឺជាបង្គន់អនាម័យសម្រាប់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូបាត់ដៃបាត់ជើងនេះគឺជាការ៉ូដែលទើបតែបានថ្មីគ្រប់មុខបន្ទប់ទាំងអស់ហើយនេះគឺជាទីចាត់ការសម្រាប់លោកគ្រូអ្នកគ្រូមកធ្វើការនៅទីនេះនេះគឺជាបន្ទប់សម្រាប់សិស្សានុសិស្សសិក្សាយើងរលេងមើលខាងលើសាលារៀនយើងឃើញដំណាំដែលសិស្សានុសិស្សបានដាំហើយនេះគឺជាផ្នែកខាងក្រោយនៃសាលារបស់យើងយើងមានផ្កាសម្រាប់លម្អនៅមុខថ្នាក់រៀនមួយក្រឡេកមកខាងកើតសាលារៀនវិញគឺមានដើមស្វាយ
ដែលសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូបានដាំហើយនេះគឺជាការធ្វើដំណើរចេញពីសាលាឆ្ពោះទៅផ្ទះរបស់ពួកខ្ញុំវិញយើងឡើងផ្លូវបេតុងហើយមានផ្កាអមសងខាងផ្លូវបេតុងពេលដល់ផ្លូវកែងយើងត្រូវកាច់ទៅទិសខាងលិចហើយក៏មានផ្កាលម្អបន្តបន្ទាប់នេះគឺយើងមកដល់ខ្លងទ្វារវត្តដែលយើងឆ្លងរាល់ថ្ងៃហើយបន្ទាប់មកយើងក៏ជិះកាត់សាលាឃុំរអាងដល់ផ្លូវកែងយើងក៏កាច់ទៅទិសខាងលិចដែលខាងស្ដាំដៃនេះគឺជាផ្លូវដែលខ្ញុំជិះមកសាលារៀនពីព្រឹកមិញហើយនេះគឺជាផ្លូវមួយទៀតពួកខ្ញុំធ្វើដំណើរខាងផ្លូវមួយទៀតដែលផ្លូវសម្រាប់រដូវវស្សាដោយសារតែយើងមានស្ពានដើម្បីឆ្លងអូរនេះគឺជាកន្លែងផលិតទឹកស្អាតនៅភូមិខ្នោពួកយើងបានជិះឆ្លងភូមិខ្នោរួចហើយទៅដល់ដងភ្លូទៅដល់សាលារបស់ពួកយើងនៅតាមដងផ្លូវយើងក៏ឃើញមានវាលស្រែដែលអ្នកស្រុកគេព្រោះស្រូវឥឡូវនេះយើងចាប់ផ្ដើមមកដល់ស្ពានដែលយើងត្រូវឆ្លងកាត់ផ្លូវក៏មិនសូវជាល្អប៉ុន្មានដែរដោយសារមានកន្លុកកន្លាក់តិចតួចនេះគឺជាទេសភាពជើងព្រៃឥឡូវនេះយើងមកដល់ផ្លូវកែងហើយយើងកាច់ទៅខាងស្ដាំដៃហើយខាងឆ្វេងដៃគឺជាផ្លូវទៅភូមិស្ទឹងហើយខាងស្ដាំដៃគឺជាផ្លូវទៅភូមិរបស់នាងខ្ញុំដែលមានឈ្មោះថាភូមិបឹងពួកយើងបានធ្វើដំណើរឆ្លងកាត់សាលាបៈឥឡូវនេះពួកខ្ញុំបានធ្វើដំណើរដល់ស្ពានដែលចូលទៅក្នុងភូមិបឹងគឺជាភូមិរបស់ពួកយើងទាំងអស់គ្នាវីដេអូនេះមានតែប៉ុណ្្នឹងទេជម្រាបលាបាយបាយ